គោរពជំរាបសួរពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ថ្ងៃនេះយើងវិលមកជួបគ្នាជាថ្មីទៀតហើយនៅវីដេអូថ្មីនិងសាច់រឿងថ្មីហើយថ្ងៃនេះខ្ញុំមកអានសាច់រឿងដដែល សូមអភ័យទោសផងដោយសារមានបញ្ហាពងកប្រហែលវីដេអូចុងក្រោយហ្នឹងប្រហែលជារឿងពិបាកស្ដាប់តិចហើយយើងចូលដល់សាច់រឿងហ្មងទៅដោយសារពងកខ្ញុំវាអត់សូវស្រួលបរិះម្នាក់ហ្នឹងគាត់ឈ្មោះវិសាគឺជាបរិះមានវ័យអាយុ27ឆ្នាំគាត់មកពីគ្រួសារកសិករសាមញ្ញនៅខេត្តកំពង់ចាមក្រោយបញ្ចប់ថ្នាក់វិទ្យាល័យគាត់មិនមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យទេដោយសារតែជីវភាពគាត់លំបាកគាត់បានសម្រេចចិត្តមកធ្វើការនៅភ្នំពេញជីវិតនៅទីក្រុងដំបងវាមិនស្រួលដូចគាត់ធ្លាប់គិតស្រមៃទេប្រាក់ខែដំបងរបស់គាត់មិនដល់$300ផងប៉ុន្តែគាត់នៅតែប្រឹងប្រែងជារៀងរាល់ខែគាត់តែងតែផ្ញើប្រាក់មួយផ្នែកទៅឪពុកម្ដាយនៅស្រុកនិងទុកសល់បន្តិចបន្តួចសម្រាប់ប្រាក់ចំណាយផ្សេងៗនិងប្រាក់សន្សំរបស់គាត់មនុស្សដែលធ្វើឲ្យវិសាមានកម្លាំងចិត្តគឺស្រីនាងអ្នកទាំងពីរបានស្គាល់គ្នានៅរៀននៅវិទ្យាល័យនៅឡើយពេលនោះពួកគេទាំងពីរគ្មានទ្រព្យសម្បត្តិអ្វីទេប៉ុន្តែមានតែក្តីស្រឡាញ់និងសុបិនរួមគ្នាពួកគេសន្យាថាថ្ងៃមួយបើមានការងារធ្វើមានប្រាក់សន្សំគ្រប់គ្រាន់ពួកគេនឹងបង្កើតគ្រួសារតូចជាមួយគ្នាសម្រាប់វិសានិងស្រីនាងមិនមែនគ្រាន់តែជាសង្សារទេគឺជាគោលដៅដែលជំរុញឲ្យគាត់មិនបោះបង់ខ្លួនឯងមិនជក់បារីមិនផឹកស្រានិងមិនលេងល្បែងស៊ីសងអីទេប្រាក់ដែលគាត់ត្រូវបានគាត់សន្សំទុកទាំងអស់ដើម្បីអនាគតរបស់ពួកគាត់ទាំងពីរពេលថ្ងៃបុណ្យឬថ្ងៃឈប់សម្រាកវិសាតែងតែនាំស្រីនាងទៅដើរលេងនៅឯសួនសាធារណៈឬញ៉ាំអាហារនៅហាងតូចៗដែលមានតម្លៃសមរម្យទោះជាមិនមែនជាអាហារថ្លៃៗក៏អ្នកទាំងពីរនៅតែញញឹមនិងនិយាយពីអនាគតដែរសម្រាប់វិសាសុភមង្គលមិនមែនជាការមានទំនើបឬផ្ទះធំៗនោះទេសុភមង្គលគឺបានពីការរស់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់ប៉ុន្តែពេលវេលាបានផ្លាស់ប្ដូរមនុស្សជាច្រើនបន្ទាប់ពីស្រីនាងបានទៅធ្វើការនៅក្រុមហ៊ុនឯកជនមួយជីវិតរបស់ស្រីនាងក៏ចាប់ផ្ដើមផ្លាស់ប្ដូរស្រីនាងបានស្គាល់មិត្តរួមការងារថ្មីៗដែលស្លៀកពាក់ស្អាតជិះរថយន្តនិងតែងតែបង្ហោះរូបភាពបែបហឺហាលើបណ្ដាញសង្គមរាល់ថ្ងៃនាងឃើញមិត្តភ័ក្តិទៅញ៉ាំអាហារនៅហាងដែលមានតម្លៃថ្លៃៗទៅដើរកម្សាន្តនៅឯប្រទេសក្រៅនិងទទួលកាដូពីគូស្នេហ៍របស់ពួកគេជាដើមអញ្ចឹងទៅបន្តិចម្ដងស្រីនាងចាប់ផ្ដើមប្រៀបធៀបជីវិតរបស់ខ្លួនឯងពេលមើលទៅវិសានាងគ្រាន់តែជាបុរសម្នាក់ដែលជិះម៉ូតូចាស់ពាក់អាវធ្វើការដដែលរស់នៅក្នុងបន្ទប់តូចមួយស្រីនាងចាប់ផ្ដើមសួរខ្លួនឯងថាតើការចាប់អារម្មណ៍បុរសម្នាក់ដែលអាចរកប្រាក់ខែបានប្រមាណ$100អាចផ្ដល់អនាគតឲ្យនាងបានដែរឬទេចំណែកវិសាវិញគាត់មិនបានដឹងថាចិត្តរបស់ស្រីនាងកំពុងផ្លាស់ប្ដូរទេគាត់នៅតែធ្វើការបន្ថែមម៉ោងថ្ងៃខ្លះគាត់ធ្វើការរហូតដល់យប់ជ្រៅដើម្បីរកប្រាក់បន្ថែមទោះនៅហត់យ៉ាងណាក៏គាត់មិនដែលត្អូញត្អែឡើយព្រោះគាត់ជឿថាការលំបាកថ្ងៃនេះនឹងអាចជាសុភមង្គលនៅថ្ងៃស្អែកមួយខែក្រោយមកក្រុមហ៊ុនដែលស្រីនាងធ្វើការនឹងទទួលអ្នកគ្រប់គ្រងថ្មីម្នាក់ឈ្មោះរតនាមានអាយុប្រហែលជា32ឆ្នាំគាត់មានរូបរាងស្អាតបាតហើយនឹងមានឡានទំនើបនិងមានទំនុកចិត្តខ្ពស់មនុស្សជាច្រើននៅក្នុងក្រុមហ៊ុនគោរពគាត់ព្រោះគាត់មានតួនាទីល្អនិងមានប្រាក់ចំណូលខ្ពស់ដំបូងស្រីនាងគិតថារតនាគ្រាន់តែជាចៅហ្វាយថ្មីប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីធ្វើការជាមួយគ្នាអស់មួយរយៈរតនាចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើស្រីនាងជាពិសេសគាត់តែងតែសរសើរពីការងាររបស់ស្រីនាងហើយនឹងផ្ដល់ឱកាសល្អៗនិងពេលខ្លះទិញកាហ្វេឲ្យស្រីនាងដោយគ្មានមូលហេតុសម្រាប់ស្រីនាងអារម្មណ៍មួយនេះដែលមិនធ្លាប់មានកំពុងចាប់ផ្ដើមកាត់ឡើងខណៈដែលវិសាកំពុងខិតខំធ្វើការទាំងមិនដឹងថាអនាគតរបស់ខ្លួនកំពុងរង្គោះរង្គើមនុស្សម្នាក់ទៀតកំពុងដើរចូលមកក្នុងជីវិតរបស់ស្រីនាងហើយនេះជាចំណុចចាប់ផ្ដើមនៃការសាកល្បងដ៏ធំបំផុតរបស់ស្នេហាមួយដែលធ្លាប់គិតថាវាស្ថិតថេរជារៀងរហូតពេលវេលាដែលបានកន្លងផុតទៅជាង3ខែជីវិតរបស់វិសានៅតែដដែលរាល់ព្រឹកគាត់តែងតែក្រោកទៅធ្វើការពីព្រលឹមហើយពេលល្ងាចទើបត្រឡប់មកបន្ទប់ជួលតូចមួយដោយមានភាពនឿយហត់តែគាត់មិនដែលគិតថាការលំបាករបស់ខ្លួនមានន័យនោះទេនៅក្នុងចិត្តរបស់គាត់មានគោលដៅតែមួយគឺសន្សំប្រាក់ឲ្យបានគ្រប់គ្រាន់ដើម្បីសូមស្រីនាងរៀបការគាត់បានបើកគណនីសន្សំមួយរៀងរាល់ខែគាត់បន្ទាប់ពីបង់ថ្លៃបន្ទប់និងថ្លៃម្ហូបនិងប្រាក់ផ្ញើទៅឪពុកម្ដាយគាត់នៅស្រុកគាត់តែងតែដាក់ប្រាក់សន្សំនោះចូលក្នុងគណនីទោះមួយខែក្រោយសល់តែត្រឹមប៉ុន្មាន$ក៏ដោយគាត់នៅតែសប្បាយចិត្តព្រោះគាត់ជឿថាថ្ងៃណាមួយប្រាក់ទាំងនោះនឹងក្លាយជាគ្រឹះសម្រាប់គ្រួសាររបស់គាត់ចំណែកស្រីនាងវិញជីវភាពការងាររបស់នាងកាន់តែល្អប្រសើរឡើង
នាងត្រូវបានគេកោតសរសើរថាជាបុគ្គលិកឧស្សាហ៍ព្យាយាមនិងមានសមត្ថភាពជាមួយនឹងការងារថ្មីនិងមិត្តរួមការងារថ្មីស្រីនាងក៏បានចាប់ផ្លាស់ប្ដូររបៀបរស់នៅផងដែរនាងបានចាប់ផ្ដើមទិញសម្លៀកបំពាក់ថ្មីចូលចិត្តថតរូបនៅហាងកាហ្វេនិងបង្ហោះជីវិតប្រចាំថ្ងៃនៅលើបណ្ដាញសង្គមរាល់ពេលឃើញមិត្តភ័ក្តិមានគូស្នេហ៍ដែលជូនកាដូថ្លៃនាងក៏ចាប់ផ្ដើមមានអារម្មណ៍ថាជីវិតរបស់ខ្លួនដូចជាខ្វះអ្វីមួយវិសានៅតែស្រឡាញ់ស្រីនាងដូចដើមប៉ុន្តែដោយសាររវល់នឹងការងារគាត់មិនអាចជួបស្រីនាងបានញឹកញាប់ដូចមុនឡើយពេលខ្លះអ្នកទាំងពីរជួបគ្នាបានតែម្ដងក្នុងមួយសប្ដាហ៍ពេលខ្លះគ្រាន់តែជជែកគ្នាតាមទូរស័ព្ទបន្តិចបន្តួចក៏ត្រូវបានឈប់ភាសារវល់នឹងការងារចន្លោះពេលដែលវិសាមកនៅក្បែរស្រីនាងរតនាកំពុងចូលមកបំពេញចន្លោះនោះរតនាជាមនុស្សដែលពូកែនិយាយមិនចេះយល់ចិត្តនឹងចេះយល់ចិត្តមនុស្សគាត់ដឹងថាស្រីនាងជាមនុស្សដែលខិតខំធ្វើការហើយតែងសរសើរស្រីនាងនៅចំពោះមិត្តរួមការងារផងដែរពេលក្រុមហ៊ុនរៀបចំកម្មវិធីជប់លៀងផ្សេងឬចេញទៅបរិភោគអាហារនៅខាងក្រៅជាក្រុមរតនាតែងតែធ្វើឲ្យស្រីនាងមានអារម្មណ៍ថានាងជាមនុស្សពិសេសបន្តិចម្ដងស្រីនាងចាប់ផ្ដើមរងចាំការយកចិត្តទុកដាក់ពីរតនាថ្ងៃមួយក្រុមហ៊ុនបានរៀបចំធ្វើដំណើរកម្សាន្តនៅក្នុងដំណើរកម្សាន្តនោះស្រីនាងបានឃើញជីវិតរបស់រតនាកាន់តែច្បាស់គាត់បើករថយន្តទំនើបស្នាក់នៅស្ថានភាពល្អនិងមិនដែលព្រួយបារម្ភពីការចំណាយនោះទេចាប់តាំងពីថ្ងៃនោះមកនាងបានចាប់ផ្ដើមប្រៀបធៀបជីវិតគាត់ជាមួយនឹងវិសាមនុស្សម្នាក់មានពេលវេលាគ្រប់គ្រាន់មានលុយនិងអាចផ្ដល់អ្វីៗឲ្យស្រីនាងចង់បានភ្លាមមនុស្សម្នាក់ទៀតមានតែការខិតខំនិងការសន្យាថ្ងៃមុខនឹងល្អប៉ុន្តែវិសាមិនបានដឹងថាចិត្តរបស់ស្រីនាងកំពុងប្រែប្រួលឡើយគាត់បានសម្រេចចិត្តធ្វើការបន្ថែមម៉ោងនៅថ្ងៃអាទិត្យដើម្បីរកប្រាក់ចំណូលបន្ថែមពេលទទួលបានប្រាក់លើកចិត្តពីក្រុមហ៊ុនគាត់មិនដែលទិញរបស់សម្រាប់ខ្លួនទេគាត់បែរទៅហាងលក់គ្រឿងអលង្ការហើយទិញចិញ្ចៀនមួយវង់ចិញ្ចៀននោះមិនមែនជារបស់ថ្លៃបំផុតទេប៉ុន្តែវាត្រូវបានទិញដោយញើសឈាមនិងការខិតខំប្រឹងប្រែងរបស់បុរសម្នាក់ដែលស្រឡាញ់អស់ពីចិត្តវិសាបានគិតទុកក្នុងចិត្តថាថ្ងៃខួបស្នេហារបស់អ្នកទាំងពីរគាត់នឹងសូមស្រីនាងរៀបការគាត់មិនដឹងសោះថាខណៈដែលកំពុងរៀបចំអនាគតស្រីនាងកំពុងចាប់ផ្ដើមដើរចេញពីអនាគតគាត់ម្ដងបន្តិចទេនៅថ្ងៃមួយស្រីនាងបានទទួលអំណោយពីរតនាវាមិនមែនជារបស់ធំទេប៉ុន្តែវាជារបស់ដែលនាងធ្លាប់និយាយថាចង់បានពេលនោះនាងមានអារម្មណ៍ថារតនាជាមនុស្សដែលយល់ចិត្តនាងជាងវិសាលអារម្មណ៍ដែលធ្លាប់ត្រូវបានគេគោរពនិងបានចាប់ផ្ដើមប្រែក្លាយទៅជាអ្វីមួយដែលគ្រោះថ្នាក់ជាងនេះចំណែកវិសាលនៅយប់នោះគាត់អង្គុយមើលចិញ្ចៀននៅក្នុងដៃហើយញញឹមម្នាក់ឯងគាត់ស្រមៃថានៅពេលដែលស្រីនាងទទួលចិញ្ចៀននេះនឹងមានក្តីសុខហើយអ្នកទាំងពីរនឹងចាប់ផ្ដើមរៀបចំពិធីមង្គលការប៉ុន្តែជោគវាសនាមិនតែងតែសរសេរតាមសេចក្តីស្រមៃរបស់មនុស្សទេនៅពេលដែលស្នេហាចាប់ផ្ដើមមានការប្រៀបធៀបជាមួយទ្រព្យសម្បត្តិនិងជីវភាពសេចក្តីស្រឡាញ់ដែលធ្លាប់រឹងមាំក៏ចាប់ផ្ដើមមានស្នាមប្រេះតែមើលមិនឃើញបន្ទាប់ពីដំណើរកម្សាន្តរបស់ក្រុមហ៊ុនចិត្តរបស់ស្រីនាងមិនដូចមុនទៀតឡើយនាងចាប់ផ្ដើមគិតឃើញអំពីអនាគតរបស់ខ្លួនរាល់ពេលឃើញមិត្តរួមការងារនៅក្នុងផ្ទះល្អជិះឡានអានថ្មីនិងមានជីវិតមើលទៅងាយស្រួលនាងតែងតែសួរខ្លួនឯងថាតើការរងចាំរបស់វិសាគឺជាជម្រើសដ៏ត្រឹមត្រូវមែនទេវិសានៅតែខិតខំធ្វើការដូចរាល់ដងគាត់មិនបានដឹងសោះថាមនុស្សដែលខ្លួនស្រឡាញ់កំពុងចាប់ផ្ដើមផ្លាស់ប្ដូរចិត្តគាត់នៅតែរាប់ថ្ងៃរងចាំខួបស្នេហារបស់អ្នកទាំងពីរដើម្បីប្រគល់ចិញ្ចៀនដែលខ្លួនបានសន្សំលុយទិញដោយការលំបាកចំណែកឯរតនាគាត់គ្រាន់តែចូលមកជាស្រីនាងគាត់មិនដែលបង្ខំនាងឬសន្យាអ្វីធំៗទេប៉ុន្តែគាត់តែងតែបង្ហាញថាអាចផ្ដល់ជីវិតនិងមានផាសុកភាពនិងមិនឲ្យនាងលំបាកបន្តិចម្ដងស្រីនាងចាប់ផ្ដើមឆ្លើយតបនឹងការយកចិត្តទុកដាក់របស់រតនានាងមិនទាន់កាត់ផ្ដាច់ទំនាក់ទំនងជាមួយវិសាទេប៉ុន្តែបេះដូងរបស់នាងនៅកន្លែងដដែលទៀតឡើយថ្ងៃមួយវិសាបានសុំឈប់ពីការងារមួយថ្ងៃដើម្បីរៀបចំអ្វីសម្រាប់ថ្ងៃពិសេសគាត់បានទិញផ្កាមួយបាច់តូចនិងចិញ្ចៀនមួយវង់និងបានកក់ទុកមួយនៅហាងមួយកន្លែងដែលអ្នកទាំងពីរធ្លាប់និយាយថាប៉ុន្តែមុនពេលដល់ម៉ោងជួបស្រីនាងបានផ្ញើសារថាស្រីនាងមានការបន្ទាន់មិនអាចមកទាន់ទេវិសាអានសារនេះម្ដងហើយម្ដងទៀតទោះជាខកចិត្តក៏ដោយគាត់នៅតែយល់ថាប្រហែលជានាងរវល់ជាមួយនឹងការងារពិតមែនគាត់អង្គុយរងចាំនៅហាងនោះអស់ជាង2ម៉ោងផ្កាដែលនៅលើតុចាប់ផ្ដើមស្រពោនអាហារដែលគាត់បានក្រម៉ង់ក៏បានត្រជាក់អស់ចំណែកឯចិញ្ចៀននៅក្នុងហោប៉ៅនៅតែមិនទាន់មានឱកាសប្រគល់ទៅម្ចាស់វានៅឡើយនៅពេលដែលត្រឡប់មកផ្ទះវិញវិសាបានបើកបណ្ដាញសង្គមនៅចៃដន្យរូបភាពមួយបានធ្វើឲ្យបេះដូងរបស់គាត់ដូចជាជប់ដំណើរការនៅក្នុងរូបភាពនោះស្រីនាងកំពុងញញឹមយ៉ាងរីករាយនៅក្នុងហាងមួយជាមួយនឹងរតនានៅលើតុមានផ្កានិងអាហារថ្លៃៗនិងកាដូមួយប្រអប់ទៀតវិសាមិនចង់ជឿនឹងភ្នែកទេគាត់ព្យាយាមរកហេតុផលថាប្រហែលជាមានកម្មវិធីការងារប៉ុន្តែឃើញរូបភាពបន្តបន្ទាប់ដែលបង្ហោះពីភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរការសង្ស័យក៏បានប្រែក្លាយទៅជាការជឿចាប់យប់នោះគាត់មិនបានគេងលក់ទេគាត់តែងតែមើលចិញ្ចៀនដែលខ្លួនសន្សំលុយទុកហើយសួរថា
តែការខិតខំរបស់គាត់នៅមានន័យអ្វីទៀតប៉ុន្មានថ្ងៃក្រោយមកស្រីនាងបានសម្រេចចិត្តជួបវិសាលស្រីនាងបានប្រាប់ថាជីវិតរបស់អ្នកទាំងពីរមានទិសដៅខុសគ្នាស្រីនាងចង់បានអនាគតដែលមានស្ថិរភាពលឿនជាងនេះនាងមិនចង់បន្តរងចាំដោយមិនដឹងថាតើពេលណាទើបជីវិតនឹងល្អប្រសើរឡើងពាក្យទាំងនោះបានបំផ្លាញក្តីសង្ឃឹមដែលវិសាលខំប្រឹងកសាងអស់ជាច្រើនឆ្នាំគាត់មិនសូមឲ្យស្រីនាងបន្តទៅទៀតទេគាត់គ្រាន់តែស្ដាប់ដោយភាពស្ងៀមស្ងាត់ព្រោះគាត់ដឹងថាបើបេះដូងរបស់មនុស្សម្នាក់លែងនៅជាមួយយើងហើយការអង្វរក៏មិនអាចនាំវាត្រឡប់មកវិញដែរនៅពេលស្រីនាងដើរចេញទៅវិសាលបានកាន់ប្រអប់ចិញ្ចៀននៅក្នុងដៃយ៉ាងណែនទឹកភ្នែកគាត់ក៏បានស្រក់ចុះដោយមិនដឹងខ្លួនថ្ងៃដែលគាត់គ្រោងនឹងសុំមនុស្សស្រីដែលខ្លួនស្រឡាញ់រៀបការបានខ្លាយទៅជាថ្ងៃដែលបាត់បង់នាងជារៀងរហូតចាប់ពីថ្ងៃនោះមកជីវិតវិសាលបានផ្លាស់ប្ដូរទាំងស្រុងបន្ទាប់ពីការបែកបាក់គ្នាជីវិតរបស់វិសាលបានធ្លាក់ចូលទៅក្នុងពេលវេលាមួយដ៏លំបាកបំផុតមនុស្សដែលធ្លាប់ញញឹមច្រើនបានក្លាយជាមនុស្សស្ងប់ស្ងាត់នៅកន្លែងធ្វើការគាត់តែងតែបំពេញភារកិច្ចរបស់ខ្លួនដូចធម្មតាប៉ុន្តែនៅក្នុងចិត្តរបស់គាត់កំពុងផ្ទុកដោយការឈឺចាប់គ្មាននរណាម្នាក់មើលឃើញរៀងរាល់យប់ត្រឡប់មកពីធ្វើការគាត់នៅបន្ទប់ជួលតូចមួយវិសាលតែងតែអង្គុយម្នាក់ឯងគាត់បើកមើលរូបថតចាស់ៗដែលធ្លាប់ថតជាមួយនឹងស្រីនាងរូបភាពទាំងនោះធ្លាប់ជាការចងចាំដ៏មានតម្លៃប៉ុន្តែវាបានក្លាយជាអ្វីដែលធ្វើឲ្យបេះដូងគាត់ឈឺចាប់រាល់តែពេលគាត់បានមើលរូបទាំងនេះគាត់យល់ថាមនុស្សម្នាក់បើសម្រេចចិត្តដើរចេញពីជីវិតយើងហើយការអង្វរគេឲ្យត្រឡប់មកវិញមិនមែនជាវិធីរក្សាស្នេហានោះទេនៅម្ខាងទៀតស្រីនាងបានចាប់ផ្ដើមទំនាក់ទំនងជាមួយរតនាយ៉ាងបើកចំហមិត្តភ័ក្តិជាច្រើនចាប់ផ្ដើមសរសើរស្រីនាងថាជាមនុស្សដែលមានសំណាងនិងបានជួបបរិសុទ្ធជោគជ័យនៅលើបណ្ដាញសង្គមស្រីនាងតែងតែបង្ហោះរូបភាពទៅញ៉ាំអាហារនិងដំណើរកម្សាន្តផ្សេងៗជាដើមមនុស្សជាច្រើនមើលឃើញតែភាពស្រស់ស្អាតនៅក្នុងរូបភាពប៉ុន្តែគ្មាននរណាដឹងថានៅក្នុងជីវិតពិតអ្វីៗមិនស្រស់ស្អាតដូចក្នុងរូបនោះទេរតនាជាមនុស្សដែលរវល់នឹងការងារខ្លាំងពេលកំពុងតាមស្រឡាញ់គាត់តែងតែផ្ដល់ពេលវេលានិងការយកចិត្តទុកដាក់ពេលខ្លះស្រីនាងអង្គុយញ៉ាំអាហារម្នាក់ឯងពេលខ្លះនាងរងចាំរហូតដល់យប់ទើបរតនាត្រឡប់មកផ្ទះវិញនាងចាប់ផ្ដើមយល់ថាលុយអាចទិញអាហារថ្លៃៗបានប៉ុន្តែមិនអាចទិញពេលវេលារបស់មនុស្សម្នាក់បាននោះទេថ្ងៃមួយនាងបានឃើញរូបភាពចាស់ៗនៅក្នុងទូរស័ព្ទវាជារូបភាពដែលថតជាមួយនឹងវិសានៅឯសួនសាធារណៈពេលនោះអ្នកទាំងពីរញ៉ាំត្រឹមអាហារធម្មតាប៉ុន្តែស្នាមញញឹមក្នុងរូបភាពនោះមើលទៅប្រកាសជាស្នាមញញឹមនៅក្នុងរូបភាពថ្មីៗចំណែកវិសាវិញក្រោយពីឆ្លងកាត់ការឈឺចាប់អស់ជាច្រើនខែគាត់បានសម្រេចចិត្តផ្លាស់ប្ដូរជីវិតរបស់ខ្លួនគាត់ចុះឈ្មោះរៀនជំនាញបន្ថែមនៅពេលល្ងាចគាត់ចាប់ផ្ដើមបន្ថយការចំណាយមិនចាំបាច់ហើយចាប់ផ្ដើមរៀនយល់អំពីអាជីវកម្មតូចៗគាត់ប្រាប់ខ្លួនឯងថាការបាត់បង់ស្នេហាមិនមែនជាហេតុផលដែលធ្វើឲ្យបាត់បង់អនាគតនោះទេមួយឆ្នាំក្រោយមកក្រុមហ៊ុនដែលវិសាធ្វើការបានតែងតាំងគាត់ជាប្រធានក្រុមប្រាក់ខែរបស់គាត់ក៏បានកើនឡើងបន្តិចទោះគាត់មិនទាន់ក្លាយជាអ្នកមានក៏ដោយប៉ុន្តែជីវិតរបស់គាត់ក៏បានប្រសើរជាងមុនដែរគាត់លែងរស់នៅជាមួយអតីតកាលទៀតហើយចំណែកស្រីនាងកាន់តែមានអារម្មណ៍ថាមានចន្លោះនៅក្នុងចិត្តរបស់គាត់មិនអាចបំពេញបាននាងចាប់ផ្ដើមសួរខ្លួនឯងថាតើអ្វីដែលធ្វើឲ្យមនុស្សម្នាក់មានសុភមង្គលពិតប្រាកដតើវាជាលុយឬវាជាមនុស្សម្នាក់ដែលនៅក្បែរយើងដោយភាពស្មោះត្រង់មិនថាជាជីវិតមានការលំបាកប៉ុណ្ណាសំណួរទាំងនេះចាប់ផ្ដើមដក់នៅក្នុងចិត្តរបស់ស្រីនាងជារៀងរាល់ថ្ងៃនាងមិនទាន់មានចម្លើយទេប៉ុន្តែមិនយូរប៉ុន្មានព្រឹត្តិការណ៍មួយនេះនឹងធ្វើឲ្យនាងយល់ពីតម្លៃនៃការសម្រេចចិត្តរបស់នាងជីវិតរបស់វិសាលបានផ្លាស់ប្ដូរយ៉ាងខ្លាំងពីបុរសដែលធ្លាប់ខូចចិត្តរហូតគ្មានកម្លាំងចិត្តធ្វើអ្វីទាំងអស់គាត់បានប្រែក្លាយជាមនុស្សដែលមានគោលដៅច្បាស់លាស់គាត់មិនចំណាយពេលគិតអំពីអតីតកាលដូចមុនទៀតឡើយរាល់ព្រឹកគាត់ក្រោកទៅធ្វើការដោយភាពជឿជាក់ហើយពេលល្ងាចគាត់រៀនជំនាញបន្ថែមនិងសន្សំប្រាក់ដើម្បីបើកអាជីវកម្មតូចមួយនៅថ្ងៃអនាគតមិត្តរួមការងារជាច្រើនចាប់ផ្ដើមគោរពគាត់ពួកគេមើលឃើញថាតួវិសាធ្លាប់ឆ្លងកាត់ការលំបាកដ៏ឈឺចាប់ក៏ដោយគាត់មិនដែលយកវាធ្វើជាលេសដើម្បីបោះបង់ជីវិតឡើយគាត់ជឿថាមនុស្សម្នាក់អាចបាត់បង់ស្នេហាបានប៉ុន្តែមិនគួរបាត់បង់ក្តីសង្ឃឹមទេនៅម្ខាងទៀតស្រីនាងចាប់ផ្ដើមរស់នៅក្នុងជីវិតដែលនាងធ្លាប់ប្រាថ្នាផ្ទះធំឡានទំនើបសម្លៀកបំពាក់ម៉ាកល្បីៗសុទ្ធតែមាននៅក្នុងជីវិតរបស់នាងប៉ុន្តែអ្វីដែលនាងចង់បានបំផុតគឺភាពកក់ក្ដៅនៅក្នុងគ្រួសារបែរជាមិនមានរតនាកាន់តែរវល់នឹងការងារគាត់តែងតែចេញទៅក្រៅញឹកញាប់ហើយត្រឡប់មកផ្ទះវិញយប់ពេលខ្លះគាត់ធ្វើដំណើរទៅខេត្តឬទៅប្រទេសក្រៅជាច្រើនថ្ងៃដោយគ្រាន់តែប្រាប់ថាជាការងារដំបូងស្រីនាងជឿគាត់ទាំងស្រុងប៉ុន្តែបន្តិចម្ដងនាងចាប់ផ្ដើមសង្កេតឃើញថាការផ្លាស់ប្ដូរទូរស័ព្ទរបស់រតនាតែងតែមានលេខសម្ងាត់ថ្មីពេលមានសារចូលគាត់តែងតែយកទូរស័ព្ទចេញពីស្រីនាងពេលខ្លះគាត់ដើរចេញទៅនិយាយទូរស័ព្ទនៅខាងក្រៅអាកប្បកិរិយាទាំងនេះធ្វើឲ្យស្រីនាងនឹកឃើញពីអតីតកាលរបស់ខ្លួននាងចាប់ផ្ដើមយល់ថាអារម្មណ៍សង្ស័យដែលធ្លា
ប់មានលើវិសាលក៏ដូចជាអ្វីដែលនាងកំពុងជួបប្រទះនៅពេលនេះផងដែរថ្ងៃមួយខណៈរតនាកំពុងងូតទឹកទូរស័ព្ទរបស់គាត់ក៏បានលោតសារចូលស្រីនាងមិនមានបំណងលួចមើលទេប៉ុន្តែអេក្រង់បានបង្ហាញនៅលើរូបភាពនិងសារពីស្រីម្នាក់ដែលមានពាក្យពេចន៍យ៉ាងស្និទ្ធស្នាលជាខ្លាំងនៅពេលនោះបេះដូងរបស់ស្រីនាងហាក់ដូចជាឈប់ដំណើរការបន្ទាប់ពីរឿងនោះស្រីនាងចាប់ផ្ដើមសង្កេតកាន់តែច្បាស់មិនយូរប៉ុន្មាននាងក៏ដឹងថារតនាកំពុងមានទំនាក់ទំនងជាមួយស្ត្រីម្នាក់ទៀតការពិតមួយបានធ្វើឲ្យស្រីនាងស្ងប់ស្ងាត់អស់រយៈពេលជាច្រើនថ្ងៃនាងកំពុងឃើញពេលដែលវិសាធ្លាប់ទុកចិត្តរបស់នាងទាំងស្រុងនាងក៏នឹកឃើញថ្ងៃដែលវិសាកាន់ចិញ្ចៀនរងចាំនាងក៏នឹកឃើញបុរសម្នាក់ដែលមិនធ្លាប់បត់ចិត្តនាងទោះគ្មានលុយច្រើនក៏ដោយពេលនោះទើបនាងយល់ថាមនុស្សដែលស្រឡាញ់យើងពិតមិនមែនជាមនុស្សដែលទិញរបស់ថ្លៃៗឲ្យយើងនោះទេគឺជាមនុស្សដែលនៅក្បែរយើងនៅថ្ងៃដែលយើងគ្មានអ្វីទាំងអស់ប៉ុន្តែការយល់ដឹងនោះបានមកយឺតពេលទៅហើយចំណែកវិសាវិញគាត់បានប្រើប្រាស់ប្រាក់សន្សំរបស់ខ្លួនបើកហាងលក់គ្រឿងអេឡិចត្រូនិកមួយកន្លែងដោយភាពស្មោះត្រង់និងការយកចិត្តទុកដាក់ចំពោះអតិថិជនអាជីវកម្មរបស់គាត់ក៏ចាប់ផ្ដើមរីកចម្រើនគាត់លែងជាបុរសដែលរស់នៅក្នុងបន្ទប់ជួលតូចមួយដូចពីមុនទៀតហើយគាត់បានជួលផ្ទះល្អជាងមុននិងនាំឪពុកម្ដាយមកពីស្រុកមករស់នៅជាមួយពេលខ្លះគាត់តែងតែនឹកដល់អតីតកាលប៉ុន្តែការនឹកនោះមិនមែនជាការចង់ត្រឡប់ក្រោយវិញទេវាគ្រាន់តែជាការរំលឹកការចងចាំនៃការឈឺចាប់បានក្លាយជាកម្លាំងមួយដែលជួយឲ្យគាត់រឹងមាំនៅថ្ងៃនេះនៅថ្ងៃមួយខណៈស្រីនាងកំពុងដើរចេញពីមន្ទីរពេទ្យបន្ទាប់ពីទៅមើលម្ដាយរបស់ស្រីនាងបានឃើញបុរសម្នាក់ដែលកំពុងជួយគ្រាអ្នកជំងឺចាស់ម្នាក់ឡើងរថយន្តបុរសនោះគឺជាវិសាគាត់នៅតែមានស្នាមញញឹមស្ងប់ស្ងាត់ដដែលនៅពេលនេះស្នាមញញឹមនោះមិនមែនសម្រាប់ស្រីនាងទៀតឡើយបន្ទាប់ពីជួបគ្នាដោយចៃដន្យនៅមន្ទីរពេទ្យស្រីនាងមិនអាចបំភ្លេចរូបភាពរបស់វិសាបានឡើយមនុស្សដែលធ្លាប់ដើរតាមនាងដោយក្តីស្រឡាញ់ពេលនេះបានក្លាយជាបុរសម្នាក់ដែលរឹងមាំស្ងប់ស្ងាត់និងមានទំនុកចិត្តលើខ្លួនឯងនាងសង្កេតឃើញថាវិសាមិនមានទឹកមុខស្អប់ឬខឹងនាងទៀតទេការឈឺចាប់ដែលធ្លាប់មានហាក់ដូចជាត្រូវបានជំនួសដោយការទទួលយកនិងការធ្វើដំណើរទៅមុខចំណែកស្រីនាងវិញជីវិតដែលធ្លាប់គិតថាជាសុភមង្គលកំពុងបែកបាក់បន្តិចម្ដងទំនាក់ទំនងរបស់នាងជាមួយរតនាកាន់តែមានបញ្ហាអ្នកទាំងពីររស់នៅក្រោមដំបូលតែមួយប៉ុន្តែបេះដូងនៅឆ្ងាយពីគ្នាការយកចិត្តទុកដាក់ដែលធ្លាប់មានបានបាត់បង់ដោយការសង្ស័យនិងមិនស្មោះត្រង់មិនយូរប៉ុន្មានអ្នកទាំងពីរក៏សម្រេចចិត្តបញ្ចប់ទំនាក់ទំនងមួយនេះនៅថ្ងៃដែលស្រីនាងប្រមូលសម្លៀកបំពាក់របស់ខ្លួនចេញពីផ្ទះនាងមិនបានយកត្រឹមតែអីវ៉ាន់នោះទេនាងកំពុងយកពីបដិសេរីមួយដ៏ធ្ងន់ធ្ងរជាមួយផងដែរនាងបានត្រឡប់ទៅរស់នៅជាមួយឪពុកម្ដាយនៅឯស្រុកវិញនៅទីនោះនាងមានពេលគិតអំពីជីវិតរបស់ខ្លួនជាច្រើននាងនឹកឃើញថាពេលដែលវិសាធ្លាប់ជិះម៉ូតូចាស់ទៅទទួលនាងពីកន្លែងធ្វើការនាងនឹកឃើញអាហារដែលសាមញ្ញបំផុតដែលអ្នកទាំងពីរធ្លាប់ញ៉ាំនាងនឹកឃើញថាពេលដែលវិសានិយាយថាថ្ងៃណាមួយគាត់នឹងខិតខំធ្វើឲ្យនាងរស់នៅបានសុខស្រួលកាលពីមុននាងគិតថាពាក្យទាំងនេះគ្រាន់តែជាក្តីស្រមៃប៉ុន្តែពេលនេះនាងបានឃើញថាវិសាពិតជាអាចធ្វើបានមែនមនុស្សដែលធ្លាប់មើលរំលងពេលនេះកំពុងរស់នៅដោយសេចក្តីថ្លៃថ្នូរនិងមានភាពជោគជ័យដែលកើតចេញពីការខិតខំរបស់ខ្លួនពីខែក្រោយមកស្រីនាងបានសម្រេចចិត្តទៅជួបវិសាស្រីនាងមិនមែនទៅជួបដើម្បីសុំឲ្យគាត់ត្រឡប់វិញទេស្រីនាងទៅដើម្បីនិយាយពាក្យមួយដែលមិនធ្លាប់មានឱកាសនិយាយនៅពេលជួបគ្នាវិសាបានស្វាគមន៍ដោយភាពស្ងប់ស្ងាត់ស្រីនាងបានសារភាពថាការសម្រេចចិត្តរបស់នាងកាលពីអតីតកាលគឺជាកំហុសដ៏ធំមួយសម្រាប់ជីវិតរបស់គាត់ស្រីនាងបានទទួលស្គាល់ថានាងធ្លាប់វាស់តម្លៃរបស់មនុស្សដោយជីវភាពនិងទ្រព្យសម្បត្តិនាងគិតថាលុយមិនអាចធ្វើឲ្យជីវិតមានសុភមង្គលទេប៉ុន្តែបទពិសោធន៍មួយនេះបានបង្រៀននាងថាលុយអាចទិញផ្ទះបានតែមិនអាចទិញភាពកក់ក្ដៅក្នុងគ្រួសារបានទេលុយអាចទិញអំណោយកាដូធំៗបានតែមិនអាចទិញភាពស្មោះត្រង់បានទេវិសាស្ដាប់ដោយយកចិត្តទុកដាក់គាត់មិនបានស្ដីបន្ទោសមិនបានរំលឹកកំហុសរបស់នាងឡើយគាត់គ្រាន់តែនិយាយថាមនុស្សគ្រប់រូបសុទ្ធតែអាចធ្វើខុសបានអ្វីដែលសំខាន់គឺរៀនពីកំហុសរបស់នោះហើយកុំឲ្យវាកើតឡើងម្ដងទៀតបន្ទាប់ពីនិយាយគ្នារួចអ្នកទាំងពីរក៏ញញឹមដាក់គ្នាបន្តិចវាមិនមែនជាស្នាមញញឹមរបស់មនុស្សដែលត្រឡប់មកស្រឡាញ់គ្នាវិញនោះទេប៉ុន្តែវាជាស្នាមញញឹមរបស់មនុស្សពីរនាក់ដែលអាចទុកអតីតកាលនៅពីក្រោយហើយរៀនបន្តជីវិតរៀងៗខ្លួនស្រីនាងបានដើរចេញទៅវិសាក៏ត្រឡប់ទៅធ្វើការរបស់ខ្លួនវិញអ្នកទាំងពីរមិនបានខ្លាចជាគូស្នេហ៍ម្ដងទៀតទេប៉ុន្តែអ្នកទាំងពីរបានក្លាយជាមនុស្សចាស់ទុំជាងមុនដោយសារតែមេរៀនបានបង្រៀនជីវិតរបស់ពួកគាត់